ទូការរីគុណធ្ងន់ធ្ងររឿងអាស្រូវក្នុងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីភ្នាក់ងារល្បាតបង្ក្រាបបទល្មើសព្រៃឈើបានជាត្រូវបានដកតំណែងដើម្បីបិទមាត់ករណីមិនប្រក្រតីនឹងអំពើពុករលួយនៅក្នុងដែនជម្រកសត្វព្រៃកែវសីមាខេត្តមណ្ឌលគិរីកំពុងតែរងការរិះគន់យ៉ាងក្តៅគគុកពីសំណាក់មហាជនក្រោយពេលដែលព័ត៌មាននិងសារសម្លេងបែកធ្លាយបានទម្លាយឲ្យដឹងពីទង្វើមិនស្មោះត្រង់របស់មន្ត្រីបរិស្ថានមួយចំនួនដែលហាក់បីដូចជាកំពុងតែការពារផលប្រយោជន៍ឲ្យមេឈ្មោះឈើដុះស្លាយឈ្មោះដាជាជាងការពារសម្បត្តិធម្មជាតិរបស់ជាតិផ្អែកតាមប្រភពព័ត៌មានពីលោកជ្រក់ឡែមដែលជាភ្នាក់ងារល្បាតក្នុងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឲ្យដឹងថាកាលពីថ្ងៃទី20ខែកក្កដាឆ្នាំ2026កន្លងទៅរូបលោកនិងក្រុមការងារភ្នាក់ងារល្បាតចំនួន3រូបបានចុះស្រាវជ្រាវតាមរបាយការណ៍ប្រជាពលរដ្ឋហើយបានប្រទះឃើញរថយន្តដឹកឈើខុសច្បាប់ជាច្រើនគ្រឿងរបស់មេឈ្មោះឈើឈ្មោះដាដែលត្រូវបានគេយកទៅលាក់ទុកនៅដែនជម្រកស្រុកកែវសីមាពិតប្រាកដមែនប៉ុន្តែអ្វីដែលគួរឲ្យហូរចិត្តនិងស្រឡាំងកាំងនោះគឺជំនួសឲ្យការចោទអន្តរាគមន៍បង្ក្រាបបទល្មើសរបស់មេឈ្មោះឈើឈ្មោះដាបានជាលេចមុខមន្ត្រីកិច្ចសន្យាម្នាក់ឈ្មោះខៃធីតាដែលត្រូវបានគេដឹងថាស្និទ្ធនឹងប្រធានមន្ទីរចុះទៅសម្រួលហើយបន្ទាប់មកលោកហេងប៊ុនតង់ប្រធានស្នាក់ការបានទូរស័ព្ទបញ្ជាឲ្យដកកម្លាំងល្បាតចេញពីទីតាំងកើតហេតុភ្លាមនោះទៅវិញអាក្រក់ជាងនេះទៅទៀតលោកហវិបុលប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានជាចេញលិខិតដកលោកជ្រក់ឡែមចេញពីភ្នាក់ងារល្បាតសហគមន៍ទៅវិញក្រោមលេសបិទបាំងកំហុសនិងខ្លាចបែកធ្លាយរឿងអាស្រូវដែលបានកាត់ឡើងនោះទង្វើរបស់លោកប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីលោកហវិបុលព្រមទាំងបពពួកក្នុងការបាក់ដៃនិងការពារមេឈ្មោះដុសស្លាយឈ្មោះដាននោះគឺជាគំរូអាក្រក់បំផុតក្នុងជួររដ្ឋបាលសាធារណៈតើនេះឬជាលទ្ធផលរបស់អ្នកធ្វើការស្មោះត្រង់ដោយពាក្យចាស់ពោលថាអ្នកធ្វើការពិតប្រាកដគេដកចោលអ្នកពុករលួយខូចបពពួករបស់គេទុកឲ្យនៅដែលកំពុងคล้ายទៅជាការពិតនៅក្នុងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនេះមែនទេទង្វើខុបខិតបណ្ដាច់បណ្ដោយនិងការដកមន្ត្រីស្មោះត្រង់ចេញពីការងារដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននិងក្រុមឈ្មួញបែបនេះគឺជាការដើរផ្ទុយស្រឡះទាំងស្រុងពីអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលកម្ពុជាដែលតែងតែការរំលឹកនិងតម្រង់ទិសឲ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ប្រកាន់ខ្ជាប់នៅអភិក្រមទាំង5ឆ្លុះកញ្ចក់ងូតទឹកដុសក្អែលព្យាបាលនឹងវះកាន់បំផ្លាញស្នូលនៃយុទ្ធសាស្ត្របញ្ចកម្មរបស់រដ្ឋាភិបាលដែលចាត់ទុកអភិបាលកិច្ចល្អនិងភាពស្អាតស្អំជាចម្បងអង្គភាពយើងខ្ញុំស្នើសុំយ៉ាងទទូចដល់ក្រសួងបរិស្ថាននិងអាជ្ញាធរខេត្តមណ្ឌលគិរីព្រមទាំងស្ថាប័នអធិការកិច្ចពាក់ព័ន្ធមេត្តាចុះស្រាវជ្រាវនិងបង្កើតគណៈកម្មការស៊ើបអង្កេតផ្ទាល់លើករណីសារសម្លេងបែកធ្លាយការដកតំណែងលោកជ្រក់ឡែមនិងសកម្មភាពល្មើសច្បាប់របស់មេឈ្មោះឈ្មោះដាជាបន្ទាន់ដើម្បីផ្ដល់យុត្តិធម៌ជូនមន្ត្រីស្មោះត្រង់និងផ្ដន្ទាទោសដល់អ្នកប្រព្រឹត្តខុសទៅតាមផ្លូវច្បាប់ដោយគ្មានការលើកលែងសេចក្តីបញ្ជាក់របស់អង្គភាពសារព័ត៌មានប្រមាញ់ជាដានធីវីយើងខ្ញុំផ្សព្វផ្សាយព័ត៌មាននេះក្នុងន័យជាកញ្ចក់ឆ្លុះបញ្ចាំងនិងរិះគន់ដើម្បីស្ថាបនាតែប៉ុណ្ណោះដោយសារអង្គភាពមិនទាន់មានលេខទូរស័ព្ទទំនាក់ទំនងផ្ទាល់របស់លោកប្រធានមន្ទីរបរិស្ថានយើងខ្ញុំសូមរងចាំនិងទទួលស្វាគមន៍រាល់ការឆ្លើយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធនិងសម័យខ្លួនគ្រប់ពេលវេលាម៉ោងធ្វើការស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន